5ចំណុចបដូរពីការគ្រប់គ្រងរបស់អ្នកឲ្យក្លាយជាឱកាសបន្ទាប់ពីអ្នកបានដឹងថាតើមានអ្វីខ្លះដែលអ្នកត្រូវគ្រប់គ្រងនៅក្នុងជីវិតរបស់អ្នកតែម្នាក់ឯងហើយដែលការងារទាំងនោះមានដូចជាការគ្រប់គ្រងផ្លូវចិត្តការគ្រប់គ្រងពេលវេលាការគ្រប់គ្រងលុយកាក់ការគ្រប់គ្រងការផ្ដោតអារម្មណ៍របស់អ្នកការគ្រប់គ្រងទាំងនេះវាគ្រាន់តែជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះហើយបើសិនជាអ្នកគ្រប់គ្រងវាដោយម្នាក់ឯងវាមិនអាចបង្កើតឱកាសឲ្យអ្នកទាំងអស់គ្នានោះទេបើសិនណាអ្នកទាំងអស់គ្នាមិនជឿជាក់មិនទុកចិត្តទៅលើខ្លួនឯងនិងមិនបង្ហាញពីឯកជនភាពរបស់អ្នកនោះទេនោះអ្វីៗដែលអ្នកធ្វើនៅក្នុងជីវិតរបស់អ្នកក៏មិនត្រូវបានគេទទួលស្គាល់មិនត្រូវបានគេមើលឃើញនិងមិនឮពីអ្នកទាំងអស់គ្នាដូចគ្នាដែរដូច្នេះជំហានបន្ទាប់ដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវស្វែងយល់ពី5ចំណុចនៅក្នុងការផ្លាស់ប្ដូរការគ្រប់គ្រងរបស់អ្នកឲ្យក្លាយទៅជាឱកាសទី1ថតទុកជាឯកសារកាលពីមុនបណ្ដាញសង្គមវាមិនទាន់រីកសុសសាលដែលអាចឲ្យអ្នកទាំងអស់គ្នាបង្ហាញពីអារម្មណ៍បង្ហាញពីឯកជនភាពរបស់អ្នកនោះទេដែលទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវមានមិត្តភ័ក្តិត្រូវមានការជួបជុំពីអ្នកជិតខាងដើម្បីជជែកគ្នាអំពីរឿងផ្ទាល់ខ្លួនអំពីដំណោះស្រាយផ្សេងៗនៅក្នុងជីវិតរបស់អ្នកដោយឡែកក៏មានមនុស្សមួយចំនួនទៀតដែរដែលពួកគាត់ព្យាយាមកត់ត្រាខ្សែជីវិតគាត់ទុកនៅក្នុងសៀវភៅក៏ដូចជា record សលេងរបស់ពួកគាត់នៅក្នុងទូរស័ព្ទហើយទាំងអស់ហ្នឹងវាត្រូវបានផ្លាស់ប្ដូរនៅពេលណាដែលយុគសម័យថ្មីរបស់យើង digital technology ថ្មីនេះបានកើតឡើងដែលទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវអភិវឌ្ឍនៅក្នុងការដូរពីការកត់ត្រាជាសំឡេងជាការសរសេរនិងការជជែកពីមនុស្សជុំវិញខ្លួនដែលត្រូវតែជួបតមាត់នោះឲ្យក្លាយជាការបង្ហោះនៅលើបណ្ដាញសង្គមដែលបង្ហាញពីអ្នកទាំងអស់គ្នានៅខ្សែជីវិតក៏ដូចជាការជោគជ័យការបរាជ័យនិងរាល់បញ្ហាដែលអ្នកទាំងអស់គ្នាចង់ចែករំលែករាល់ការចែករំលែករបស់អ្នកនោះមិនប្រកាសថាមនុស្សដែលនៅក្បែរខ្លួនយើងគ្រួសារយើងបងប្អូនយើងក៏ទទួលស្គាល់នៅអ្វីដែលយើងបង្ហោះនោះទេពីព្រោះពួកគាត់មិនទទួលស្គាល់ទៅលើអ្វីដែលគាត់បានធ្វើនិងជួបប្រទះដូចគ្នាដែរដូច្នេះការចែករំលែករបស់អ្នកត្រូវបានបង្ហាញទៅមនុស្សជាច្រើនផ្សេងទៀតដែលអ្នកមិនបានស្គាល់ហើយមនុស្សទាំងនោះបែរជាអាណិតស្រឡាញ់និងចង់និយាយជាមួយអ្នកទៅវិញហើយទាំងអស់ហ្នឹងឯងក៏ជាដំណោះស្រាយមួយសម្រាប់អ្នកទាំងអស់គ្នាក្នុងការបង្ហាញនៅសមត្ថភាពការចែករំលែកចំណេះដឹងបទពិសោធន៍ដែលអ្នកឆ្លងកាត់នៅក្នុងខ្សែជីវិតរបស់អ្នកទៅកាន់ពួកគាត់ហើយក៏ជាពេលវេលាមួយដែលពួកគាត់ចាប់ផ្ដើមយល់ពីអ្នកស្ដាប់អ្នកហើយនឹងជជែកវែកញែករឿងទាំងនោះជាមួយអ្នកបើទោះបីជាពួកគាត់គឺជាមនុស្សដែរអ្នកមិនស្គាល់ក៏ដោយប៉ុន្តែវាក៏បានលើកទឹកចិត្តឲ្យអ្នកដឹងថាក្រៅពីបងប្អូនមិត្តភ័ក្តិសាច់ញាតិអ្នកក៏នៅតែមានមនុស្សជាច្រើនទៀតដែលកំពុងតែសម្លឹងមើលឯកជនភាពរបស់អ្នកស្គាល់ថាអ្នកជានរណាអបអរសាទរទៅលើអ្វីដែលអ្នកបានធ្វើនិងរីករាយជាមួយនឹងដំណើរខ្សែជីវិតរបស់អ្នកដែលអ្នកបានបង្ហាញទៅកាន់ពួកគាត់ហើយវាក៏ត្រឡប់ផលល្អមកកាន់អ្នកទាំងអស់គ្នាវិញដែរដែលវាជួយឲ្យផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើងដោយអ្នកគិតថាដំណើរនៅក្នុងជីវិតរបស់អ្នកមិនឯកោនោះទេអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាថតនៅដំណើរខ្សែជីវិតរបស់អ្នកជាឯកសារហើយបង្ហោះទៅកាន់មនុស្សជុំវិញខ្លួនឲ្យគេបានដឹងបានឮបានស្គាល់ថាអ្នកជានរណាហើយក៏វាបើកផ្លូវឲ្យអ្នកទាំងអស់គ្នាបានស្គាល់មនុស្សថ្មីនិងបង្កើតឱកាសថ្មីៗសម្រាប់អ្នកទាំងអស់គ្នាដូចគ្នាទី2ការទំនាក់ទំនងជាសាធារណៈដោយសារតែការរីកចម្រើននៅលើ social media របស់យើងដែលធ្វើឲ្យយើងងាយស្រួលនៅក្នុងការបង្កើតសន្ទនាជាមួយនឹងមនុស្សជុំវិញខ្លួនមិត្តភ័ក្តិថ្មីៗនិងការចែករំលែកជាច្រើនទៀតពីមនុស្សដែលអ្នកមិនស្គាល់ទាំងអស់ហ្នឹងក៏វាបង្កើតឱកាសឲ្យអ្នកទាំងអស់គ្នាក្នុងការរាប់អានជជែកកម្សាន្តនិងពិភាក្សាជាមួយនឹងមនុស្សដែលអ្នកគោរពស្រឡាញ់នៅក្នុងបណ្ដាញសង្គមផងដែរការបង្ហោះពីខ្សែជីវិតរបស់អ្នកឬក៏មាតិការបស់អ្នកមិនបង្ហាញថាអ្នកគឺជាមនុស្សដែលគួរឲ្យទុកចិត្តនោះទេដូច្នេះវាទាមទារឲ្យអ្នកទាំងអស់គ្នាចែកពេលវេលាវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងពិចារណាទៅលើអ្វីដែលអ្នកគួរបង្ហោះនិងមិនបង្ហោះហើយតែងតែសួរខ្លួនឯងថាតើរឿងទាំងនោះដែលអ្នកបង្ហោះនឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សបែបណានោះហើយគឺជាមេតិកាដែលអ្នកត្រូវបង្ហាញហើយការដែលបង្ហាញបន្តិចបន្តួចនៅលើបណ្ដាញសង្គមក៏វាមិនបានផ្ដល់អ្វីមួយដែលជាភាពជឿជាក់ដល់មនុស្សជុំវិញខ្លួនយើងដែរវាទាមទារឲ្យយើងចាយពេលវេលានៅក្នុងការបង្ហោះជាច្រើនហើយនៅក្នុងគម្រោងនីមួយៗដែលអ្នកកំពុងកាន់ពេលដែលមនុស្សជាច្រើនបានឃើញអ្នកជារៀងរាល់ថ្ងៃជារៀងរាល់ខែជារៀងរាល់ឆ្នាំនោះគេនឹងចាប់ផ្ដើមទទួលស្គាល់ថាអ្នកជានរណាមានទិសដៅបែបណាមានគម្រោងអ្វីខ្លះហើយបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯងក៏ដូចជាសង្គមដូច្នេះពួកគាត់នឹងភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងអត្តសញ្ញាណរបស់អ្នកដែលអ្នកកំពុងតែបង្ហាញពួកគាត់ការភ្ជាប់ទំនាក់ទំនងល្អ
វាប្រៀបបានដូចជានឹងការបង្កើតឱកាសឲ្យអ្នកដទៃបានស្គាល់អ្នកនិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដូចគ្នាទី3ភាពច្បាស់លាស់នៃអត្តសញ្ញាណរបស់អ្នកអត្តសញ្ញាណរបស់អ្នកមិនមែនទាមទារឲ្យអ្នកទាំងអស់គ្នានិយាយពីអ្វីដែលអ្នកចង់និយាយទាំងអស់នោះទេហើយនៅពេលដែលរឿងទាំងនោះមិនតាក់ទងគ្នាតតែសោះវាធ្វើឲ្យមនុស្សជុំវិញខ្លួនកើតជាចម្ងល់ហើយឆ្ងល់ថាតើអ្នកជានរណាទៅវិញដែលថ្ងៃនេះអ្នកតំណាងខ្លួនឯងជាគ្រូបង្រៀនប៉ុន្តែថ្ងៃស្អែកអ្នកតំណាងខ្លួនឯងជាវេជ្ជបណ្ឌិតទៅវិញអញ្ចឹងអត្តសញ្ញាណរបស់អ្នកគឺទាមទារឲ្យអ្នកសួរខ្លួនឯងថាតើអត្តសញ្ញាណអ្វីដែលអ្នកចង់បង្ហាញទៅមនុស្សជុំវិញខ្លួនឲ្យគេបានដឹងនោះអ្នកអាចនិយាយអំពីគ្រួសារដ៏សុភមង្គលរបស់អ្នកអាចនិយាយអំពីការប្រកបរបរអាជីវកម្មរបស់អ្នកឬក៏អ្នកអាចចែករំលែកនៅចំណេះដឹងនៅក្នុងការសរសេរការនិយាយការបង្រៀននៅវគ្គបណ្ដុះបណ្ដាលមួយចំនួនទាំងអស់នេះគឺសរបញ្ជាក់យ៉ាងជាក់ស្ដែងថាអ្នកទាំងអស់គ្នាគឺជានរណាគេហើយគេនឹងគោរពអ្នកបែបណាក្នុងនាមជានរណាម្នាក់ដូច្នេះការស្គាល់អត្តសញ្ញាណគឺមិនទាមទារឲ្យអ្នកទាំងអស់គ្នាបរិយាយទៅលើអ្វីដែលអ្នកដឹងគ្រប់មុខនោះទេវាទាមទារឲ្យអ្នកជ្រើសរើសយកចំណុចមួយដែលអ្នកខ្លាំងដែលអ្នកពូកែដែលអ្នកធ្វើវាដោយសប្បាយចិត្តនេះហើយគឺជាអ្វីដែលគេទទួលស្គាល់ថាអ្នកទាំងអស់គ្នាគឺជានរណាហើយនៅពេលដែលអត្តសញ្ញាណរបស់អ្នកត្រូវបានគេទទួលស្គាល់នោះឱកាសនឹងមករកអ្នកទាំងអស់គ្នាជាមិនខានទី4ភាពជឿជាក់បន្ទាប់ពីមនុស្សជុំវិញខ្លួនភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្គាល់អត្តសញ្ញាណរបស់អ្នកអ្វីដែលត្រូវធ្វើបន្ទាប់នោះគឺតើធ្វើយ៉ាងម៉េចឲ្យមនុស្សទូទៅចាប់ផ្ដើមជឿជាក់ទៅលើអ្វីដែលអ្នកនិយាយពីព្រោះឱកាសមិនត្រឹមតែស្វែងរកទៅលើមនុស្សដែលមានទេពកោសល្យនិងមានអត្តសញ្ញាណតែមួយមុខនោះទេឱកាសគឺវាស្វែងរកទៅលើមនុស្សណាដែលគេជឿជាក់និងអាចទុកចិត្តបានបើសិនជាអ្នកជាមនុស្សដែលមានក្រមសីលធម៌ល្អមានវិជ្ជាជីវៈនៅក្នុងការឆ្លើយតបផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យមនុស្សជុំវិញខ្លួនគោរពការបដិញ្ញាចិត្តក៏ដូចជាពាក្យសម្ដីរបស់អ្នកនោះមនុស្សជាច្រើននឹងឈរតម្រង់ជួននៅមាត់ទ្វាររបស់អ្នកដើម្បីផ្ដល់ឱកាសមកឲ្យអ្នកជាពិសេសនៅពេលដែលអ្នកបើកទ្វារឲ្យពួកគាត់ដើរចូលហើយពួកគេនឹងចង់ដឹងថាតើអ្វីដែលអ្នកបានបង្ហាញនៅក្នុងកាមេរ៉ានិងក្រៅកាមេរ៉ាមានភាពដូចគ្នាឬអត់តើអាកប្បកិរិយារបស់អ្នកមានការផ្លាស់ប្ដូរដែលខុសពីអ្វីដែលគេកំពុងគិតនិងរំពឹងទុកដែរឬទេហើយទាំងអស់នេះហើយគឺជាផ្នែកមួយដែលសបញ្ជាក់ថាវាគឺជា personal branding របស់អ្នកដែលអ្នកបានកសាងហើយក៏ជាពេលវេលាដែលគេមកជួបផ្ទាល់ខ្លួនហើយក៏ជាពេលវេលាដែលគេឈរនៅចំពោះមុខអ្នកទទួលស្គាល់នៅអ្វីដែលអ្នកបានធ្វើដូច្នេះគេឈ្មោះរបស់អ្នកកិត្តិយសរបស់អ្នកត្រូវបានគេជឿជាក់និងទុកចិត្តគឺអាស្រ័យទៅលើអាកប្បកិរិយាដែលអ្នកបង្ហាញនៅក្នុងកាមេរ៉ានិងក្រៅកាមេរ៉ាមិនមែនអាស្រ័យទៅលើមាតិកាដែលអ្នកបង្ហោះនោះទេទី5ការអត់ធ្មត់អ្វីដែលយើងកំពុងធ្វើវាអាចនឹងទាមទារពេលវេលានៅក្នុងពេលណាមួយដែលគេទទួលស្គាល់ហើយនឹងចាប់ផ្ដើមផ្ដល់ឱកាសឲ្យអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងគម្រោងណាមួយឬក៏បន្តនៅក្នុងការធ្វើមាតិកាណាមួយដែលយល់ថាអ្នកត្រូវចំណាយពេលយូរហើយមិនឃើញលទ្ធផលនោះសូមអ្នកទាំងអស់គ្នាប្រើភាពអត់ធ្មត់របស់អ្នកពីព្រោះថាការទទួលស្គាល់មិនទាមទារឲ្យមនុស្សជុំវិញខ្លួនទទួលស្គាល់អ្នកនៅក្នុងរយៈពេល2-3ថ្ងៃឬក៏2-3ខែនោះទេវាទាមទារឲ្យពួកគេចំណាយពេលនៅក្នុងការស្ដាប់មើលឃើញអង្កេតនិងការជួបផ្ទាល់ទាំងអស់ហ្នឹងវានឹងធ្វើឲ្យគេមានទំនុកចិត្តមួយថាតើគេអាចផ្ដល់ឱកាសឲ្យអ្នកទាំងអស់គ្នាឬអត់សូមកុំបោះបង់នៅអ្វីដែលអ្នកកំពុងធ្វើអត្តសញ្ញាណដែលអ្នកកំពុងតែបង្កើតការបដិញ្ញាចិត្តនៅក្នុងការធ្វើវាជាប្រចាំថ្ងៃហើយនឹងអត់ធ្មត់ចំពោះឱកាសដែលកំពុងរងចាំអ្នកពីព្រោះការអត់ធ្មត់ដ៏យូរអង្វែងមួយនេះវានឹងអាចផ្ដល់ផលល្អទៅកាន់អ្នកនៅថ្ងៃណាមួយជាមិនខានការគ្រប់គ្រងនៅក្នុងខ្សែជីវិតរបស់អ្នកវាគ្រាន់តែជាមូលដ្ឋានគ្រឹះតែប៉ុណ្ណោះក៏ប៉ុន្តែការដែលទទួលស្គាល់ថាខ្លួនឯងជានរណាអាចធ្វើអ្វីបានបង្កើតអត្តសញ្ញាណឲ្យគេស្គាល់មានភាពអត់ធ្មត់និងការបដិញ្ញាចិត្តចំពោះគម្រោងដែលអ្នកបានធ្វើនោះវានឹងបង្កើតឱកាសល្អៗសម្រាប់អ្នកនៅថ្ងៃក្រោយអ្នកមិនត្រូវការដេកចាំសំណាងការលើកទឹកចិត្តពីអ្នកដទៃនិងមនុស្សដែលជំរុញឲ្យអ្នកទៅធ្វើរឿងទាំងនោះទេវាត្រូវការឲ្យអ្នកទាំងអស់គ្នាទទួលស្គាល់ថាខ្លួនឯងជានរណាសិនទើបវាអាចបង្កើតឱកាសឲ្យអ្នកទាំងអស់គ្នាបាន